មានបងប្អូនជាច្រើនអ្នកប្រាកដជាស្គាល់អំពីដំណាំអូក្រាឬក៏ហៅម្យ៉ាងទៀតថាជាដំណាំពោតបារាំងដំណាំនេះគឺបងប្អូនពេញនិយមយកមកធ្វើជាបន្លែហើយដំណាំពោតបារាំងនេះទៀតសោតគឺមានអត្ថប្រយោជន៍ល្អជាច្រើនទៅដល់សុខភាពយើងអញ្ចឹងបងប្អូនបើសិនជាអាចគឺបងប្អូនអាចសាកល្បងដាំបានពីព្រោះដំណាំនេះគឺមិនសូវពិបាកដាំហើយក៏មិនសូវរើសដីដែរអញ្ចឹងថ្ងៃនេះ Channel រៀនពីកសិកម្មយើងខ្ញុំនឹងបង្ហាញប្រាប់បងប្អូនពីរបៀបដាំដុះនិងលក្ខណៈទូទៅរបស់ដំណាំពោតបារាំងឬក៏ហៅថាដំណាំអូក្រានេះឯងដំណាំពោតបារាំងឬហៅថាអូក្រាមានឈ្មោះជាភាសាបរទេសថាអូក្រាឬ Lady Finger វាត្រូវបានដាំដុះច្រើនជាងគេនៅតំបន់ត្រូពិចនៅជុំវិញពិភពលោកដែលមានបរិមាណផលប្រមាណ 10.5 លានតោនក្នុងមួយឆ្នាំលើផ្ទៃដីដាំដុះប្រហែលជា 2.5 លានហិកតាដែល 60.4% ដាំដុះនៅប្រទេសឥណ្ឌានេះបើយោងតាមរបាយការណ៍របស់ FAO ក្នុងឆ្នាំ 2020 ពោតបារាំងដែលកំពុងដាំដុះនៅក្នុងប្រទេសកម្ពុជាយើងមានច្រើនពូជផ្លែពោតបារាំងមាន3ពណ៌ខុសៗគ្នាគឺពណ៌បៃតងខ្ចីពណ៌បៃតងចាស់និងពណ៌ស្វាយដែលមានការដាំដុះតិចតួចនៅឡើយដំណាំនេះមានភាពធន់ទៅនឹងការរាំងស្ងួតខ្លាំងមិនរើសដីត្រូវការទឹកតិចមិនត្រូវការជីបំប៉នច្រើនមានដំណុះខ្ពស់ងាយស្រួលដាំដុះនិងថែទាំមិនសូវមានការបំផ្លាញពីជំងឺនិងកត្តាចង្រៃផ្សេងៗទេជាទូទៅកសិករដាំពោតបារាំងដោយកប់គ្រាប់ផ្ទាល់ទៅក្នុងរណ្ដៅដែលបានទ្រាប់បាតដោយជីរួចរាល់ក៏ប៉ុន្តែមុនពេលដាំគ្រាប់ពូជត្រូវដាស់ដំណេកដោយការត្រាំទឹកក្តៅអ៊ុនៗជាមុនសិនព្រោះថាការធ្វើបែបនេះគ្រាប់នឹងមានដំណុះល្អហើយចំណេញពេលវេលាជាទូទៅគេអាចប្រមូលផលពោតបារាំងនៅអាយុពី50ទៅ60ថ្ងៃក្រោយពេលដាំនិងបន្តប្រមូលផលបន្តបន្ទាប់រហូតដល់អស់ផ្លែពោតបារាំងងាយទៅជាចាស់ដូច្នេះការប្រមូលផលត្រូវធ្វើឲ្យបានទៀងទាត់ជារៀងរាល់ថ្ងៃឬក៏មួយថ្ងៃខានមួយថ្ងៃព្រោះបើប្រមូលមិនទាន់ផ្លែនឹងទៅជារឹងមិនអាចលក់នៅលើទីផ្សារបានទេចឹងបើសិនជាយើងចង់ដាំដំណាំនេះឲ្យទទួលបានទិន្នផលខ្ពស់ហើយធន់នឹងអាកាសធាតុក្តៅយើងគួរតែអនុវត្តទៅតាម4ដំណាក់កាលសំខាន់នេះទី1គឺការរៀបចំគ្រាប់ពូជដោយដែលបងប្អូនដឹងអញ្ចឹងគឺយើងមិនអាចទៅរើសគ្រាប់ពូជដែលវាមិនល្អមានជំងឺទេអញ្ចឹងយើងរើសគ្រាប់ពូជដែលថ្លោធំនិងគ្មានជំងឺហើយមុនពេលដាំគឺយើងចាំបាច់ត្រូវតែត្រាំគ្រាប់ពូជទៅក្នុងទឹកក្តៅអ៊ុនៗរយៈពេល1យប់ចន្លោះពី12ទៅ24ម៉ោងដើម្បីជួយឲ្យគ្រាប់ឆាប់ដុះនិងមានដំណុះល្អទី2គឺការរៀបចំដីនិងការដាំដុះដំបូងឡើយគឺយើងភ្ជួររាស់ដីឲ្យបានម៉ត់ល្អហើយអាចទ្រាប់បាតដីដោយជីសរីរាង្គឬជីគីមីដូចជាជី15 ដែលបងប្អូនហៅថាជីកែងហ្នឹងណាមុនពេលដាំដុះកាប់ជារណ្ដៅឬរងដោយទុកគម្លាតពីរណ្ដៅមួយទៅរណ្ដៅមួយប្រមាណ40ទៅ50សង់ទីម៉ែត្រកប់គ្រាប់ពូជចូលក្នុងដីជម្រៅប្រហែល2សង់ទីម៉ែត្រទៅ3សង់ទីម៉ែត្រទី3ការថែទាំដំណាំពោតបារាំងត្រូវការទឹកស្រោចជាប្រចាំប៉ុន្តែកុំឲ្យមានការលិចទឹកខ្លាំងពេកនៅពេលដែលដើមមានកម្ពស់ប្រហែល2ទៅ3តឹកត្រូវជ្រោយដីកម្ចាត់ស្មៅនិងអាចដាក់ជីបន្ថែមបានអាចប្រើកៅស៊ូគ្របគល់រងដើម្បីរក្សាសំណើមដីនិងការពារស្មៅកុំឲ្យដុះទី4ការប្រមូលផលអញ្ចឹងដូចខ្ញុំជម្រាបបងប្អូនអញ្ចឹងថាដំណាំហ្នឹងគឺប្រមូលផលចន្លោះពី45ថ្ងៃទៅ60ថ្ងៃបន្ទាប់ពីដាំដុះហើយផ្លែពោតបារាំងគឺយើងត្រូវបេះនៅពេលដែលផ្លែខ្ចីប្រវែងប្រហែល7ទៅ10សង់ទីម៉ែត្រព្រោះបើទុកយូរពេកផ្លែនឹងរឹងពិបាកទទួលទានចាអញ្ចឹងវីដេអូនេះសូមស្លេះតែប៉ុណ្ណេះសង្ឃឹមថាបងប្អូនស្ដាប់ហើយអាចយកទៅអនុវត្តបានពីព្រោះថាវាវិធីនេះគឺវាងាយស្រួលហើយបងប្អូនអាចទទួលបានទិន្នផលខ្ពស់ផងដែរហើយយើងនឹងជួបគ្នានៅវីដេអូបន្តទៀតសូមអរគុណនិងសូមជម្រាបលា